បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំបង្ហាញវីដេអូមួយពីការបិទរំខានក្នុង Messenger ដែល call មកដែល message មកយើងអញ្ចឹងយើងអាចកំណត់ពីការបិទរបស់គាត់បាននៅអ្នកណាម្នាក់ដែលចូលចិត្ត call មករំខានយើងឬក៏ chat មករំខានយើងអញ្ចឹងចូលមកកាន់ Messenger មកចូលមកកាន់ Messenger បងប្អូនជ្រើសរើស chat មួយណាដែលបងប្អូនចង់បិទគាត់ដើម្បីកុំឲ្យគាត់រំខានយើងទៀតអញ្ចឹងខ្ញុំជ្រើសរើសយកមួយនេះជាឧទាហរណ៍សម្រាប់បងប្អូនអញ្ចឹងបងប្អូនចុចនៅលើ profile របស់គាត់បន្ទាប់មកបងប្អូនចុចលើពាក្យ mode នេះអញ្ចឹងបងប្អូនអាចជ្រើសរើសយកនៅនាទីបានអានេះមាន15មាន1ម៉ោងមាន8ម៉ោងនិង24ម៉ោងឬក៏ជារៀងរហូតនេះអញ្ចឹងបើសិនជាបងប្អូនពេញចិត្តជ្រើសរើសនៅការបិទមួយណាបងប្អូនអាចគ្រីសនៅលើនឹងបានឧទាហរណ៍ថាខ្ញុំបិទគាត់ត្រឹមតែ24ម៉ោងឯងអញ្ចឹងបងប្អូនចុចនៅលើ24ម៉ោងហ្នឹងមកតបមកវាចុចខ្វែងឯងឧទាហរណ៍បើសិនជាយើងចង់ដោះមុន24ម៉ោងហ្នឹងយើងគាត់ទៅប៉ះលើហ្នឹងមកអញ្ចឹងទៅវាមកវិញហើយអញ្ចឹងយើងអាចដោះគាត់មុន24ម៉ោងហើយអញ្ចឹងគាត់អាច call មកយើងឆាតមកយើងបានអូខេវិធីខ្លីក្នុងការបិទការ call រំខាននៅក្នុង Messenger មានតែប៉ុណ្្នឹងអរគុណច្រើនកុំភ្លេចចុច like share ម្នាក់មួយដើម្បីឲ្យបងប្អូនយើងគាត់បានឃើញបានដឹងបន្តទៀត